nóទាំងអស់កុំយកទោសប៉ាកែ01អីព្រោះថ្ងៃមុនជាការឆ្លងឆ្កងរបស់ខ្ញុំដែលមានកាយវិការអត់សមរម្យទៅលើគាត់បាទជំរាបសួរទៅដល់សម្ដេចពុកសម្ដេចធិបតីជំរាបសួរទៅដល់មហាជនទាំងអស់ដែលបានមើលវីដេអូមិនគប្បីមួយคลิปដែលធ្វើឲ្យមហាជនមានអារម្មណ៍ថាអត់សប្បាយចិត្តធ្វើឲ្យថ្នាក់នាំបានមើលឃើញវីដេអូនេះតែពិតជាមិនគប្បីខ្ញុំសូមបរិយាយបន្តិចទាក់ទងជាមួយនឹងករណីកូនប្រុសបាទ K533 កូន K533 ម្ដាយគាត់បានតេមកខ្ញុំហើយប្រាប់ថាកូនគាត់ពិបាកបដៅណាពិបាកណែនាំណាគាត់បដៅមិនស្ដាប់ទេប៉ុន្តែគាត់ឃើញคลิปវីដេអូខ្ញុំមួយហើយគាត់ក៏បានតេមកខ្ញុំថាឲ្យជួយណែនាំបដៅគាត់ផងអញ្ចឹងគាត់បដៅអត់បានទេឃើញតែគេមួយប្រកែបដៅកូនអញ្ចឹងបាទគាត់ក៏បានយកកូននោះមកបាទមកដល់បានបែកពីគាត់ខំម្ដាយគាត់ថាយកគាត់មកកន្លែងដុលកែប្រែអីចឹងទៅ1 3 5ចឹងទៅទៅពេលនោះគាត់រករឿងម្ដាយគាត់កូនម្ដាយគាត់នៅកន្លែងឃ្លៀងខ្ញុំព្រោះខ្ញុំអត់តន់នៅកន្លែងនៅពេលដែលខ្ញុំមកដល់សិទ្ធិពេលគាត់កាន់តែរករឿងម្ដាយគាត់បន្ថែមទៀតពេលនោះខ្ញុំបានលួងគាត់មិនលួងគ្រប់វិធីសាស្ត្រមិនគាត់នៅតែញឹងថ្មិញដាក់ខ្ញុំផងរករឿងដាក់ខ្ញុំមិនតែមកខឹងគាត់ទេអ្វីដែលខ្ញុំអន់ចិត្តបំផុតនោះគាត់ឲ្យខ្ញុំឲ្យគាត់សាពះបាត់សាពះ3ដងប្ររូបអ្នកមានគុណគាត់សោះគាត់បែរជាសំណក់សំឡឹងញឹងថ្មិញបាទហើយរោរឿងម្ដាយគាត់ហើយខ្ញុំធម្មតាខ្ញុំចាត់ទុកជាកូនខ្ញុំមកនៅពេលនោះខ្ញុំផ្ទះគាត់មែនតែខ្ញុំផ្ទះវាផ្ទះមិនតិចទេបងប្អូនតែម៉ៃជាប់កកអាម៉ៃរបស់ខ្ញុំនោះវាលឺណាស់នៅចិត្តគាត់លឺផាំងបើសិនខ្ញុំផ្ទះមានចេតនាផ្ទះគាត់ខ្លាំងមែនតើណាបងប្អូនអរគ្នាក៏ដួលខ្ពាកនៅដីបាត់ហើយកម្លាំងខ្ញុំក៏ខ្លាំងដែរខ្ញុំលេងកីឡារាល់ថ្ងៃអញ្ចឹងបងប្អូនមើលឃើញទៅវាលឺប៉ាំងហ្នឹងគឺអត់មាននេះទេសាម៉ៃទេបងប្អូននេះបាទសាម៉ៃទេហើយចេតនារបស់ខ្ញុំនិយាយខាងដើមអញ្ចឹងគឺមានបំណងឲ្យគាត់ចេះដឹងគុណចេះគោរពឪពុកម្ដាយគាត់តែប៉ុណ្ណោះគាត់ខំយកមកកន្លែងស្នាក់នៅគេសិទ្ធិសុខបន្ទប់សិទ្ធិជាតិទៀតហើយគាត់ខំយកមកអាហារ3ពេលជូនគាត់ទៀតខ្ញុំរ៉ាប់រងអាហារ3ពេលបាទខ្ញុំគិតថាខ្ញុំបានរួមចំណែកឲ្យជួយការងារសង្គមខ្ញុំរួមចំណែកឲ្យគាត់ដឹងខ្លួនឯងជួយខ្លួនឯងបានគាត់ជួយគ្រួសារបានហើយនឹងគាត់ជួយដល់សង្គមជាតិទៀតប៉ុណ្្នឹងទេគោលដៅរបស់ខ្ញុំប៉ុណ្្នឹងទេអញ្ចឹងសូមថ្នាក់ដឹកនាំមេត្តាកន្តីអភ័យទោសដល់ខ្ញុំផងស្អែកនេះម៉ោង8ព្រឹកខ្ញុំនឹងចូលទៅបំភ្លឺនៅស្នងការតាមការកោះហៅរបស់ស្នងការផងដែរជាចុងក្រោយកុំមកឆ្កងដោយប្រការណាមួយហើយខ្ញុំសូមសន្យាទៅមហាជនថាខ្ញុំនឹងលែងមានឲ្យករណីនេះកើតឡើងតែដូចខ្ញុំបញ្ជាក់ខាងដើមចង់ឲ្យតែគាត់កែខ្លួនដឹងគុណឪពុកម្ដាយបើសិនជាថ្នាក់នាំក៏ដូចជាមហាជនអស់មិនជឿទេកូនចិត្ត50នាក់នៅកន្លែងខ្ញុំអាចទៅសួរគាត់បានតើនៅជាមួយខ្ញុំមានភាពកក់ក្ដៅដែរអត់តើនៅជាមួយខ្ញុំគាត់កែបានដែរអត់ហើយបើមិនជឿទៅសួរឪពុកម្ដាយកូនទាំងអស់គ្នាដែលមកនៅជាមួយខ្ញុំនេះសួរថាគាត់សប្បាយចិត្តដែរអត់សួរគាត់ថាគាត់ពេញចិត្តដែរអត់នៅពេលដែលគាត់បានយកកូនមកផ្ញើនឹងខ្ញុំកូនដើរលេងកូនជប់បរិយខ្ញុំសូមបញ្ជាក់មហាជនថាគាត់ជប់បរិយគាត់ផ្ដាច់បានត្រឹមរយៈពេលកន្លះខែមួយខែខ្លាំងតែមួយអាទិត្យទេខ្លាំងកញ្ចប់ពីកញ្ចប់បងប្អូនគ្នាអាចទៅសួរពួកគាត់បានហើយពួកគាត់កំពុងតែលើកដៃសាពះយំអាណិតខ្ញុំវល់អាណិតខ្ញុំអញ្ចឹងផ្ញើវីដេអូទៅដល់កូនៗអស់គ្នាផងថាប៉ាស្រឡាញ់កូនទាំងអស់គ្នាអរគុណ